ការផ្សព្វផ្សាយរបស់បណ្ដាញសង្គមថៃនិងបណ្ដាញព័ត៌មានដែលបោះបង់ចោលវិជ្ជាជីវៈរួចទៅហើយថាករណីកម្លាំងប្រដាប់អាវុធថៃបានចាប់រំលោភបាទប្អូនស្រីដែលជាពលករវិលត្រឡប់មកកាន់កម្ពុជាវិញនោះថាវាគឺជាព័ត៌មានคล้ายៗជាព័ត៌មានមិនពិតវាគឺជាការកំពុងតែមូលបង្កាច់សភាពការហើយវាជាការបំភ្លៃការពិតទៅលើព័ត៌មានពិតដែលកំពុងតែកើតឡើងពិតប្រាកដនិងផ្សព្វផ្សាយពិតប្រាកដចេញពីកម្ពុជាទៅទេបាទហើយអ្វីដែលជាការពិតវានឹងបង្ហាញនៅពេលបន្តិចទៀតដែលក្រមសមត្ថកិច្ចជំនាញចំណុះក្រសួងមហាផ្ទៃកំពុងតែបន្តធ្វើនីតិវិធីប្រមូលនៅព័ត៌មានប្រមូលនៅភស្តុតាងធ្វើកោសល្យវិច័យគ្រប់បែបគ្រប់យ៉ាងតាមលក្ខណៈបច្ចេកទេសនគរបាលវិទ្យាសាស្ត្រហើយនឹងរៀបចំនីតិវិធីប្តឹងជាផ្លូវការទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិថៃខ្លួនឯងតាមរយៈស្ថានទូតថៃខ្លួនឯងនិងអង្គការអន្តរជាតិដែលធ្វើការងារពាក់ព័ន្ធទៅនឹងបញ្ហាហិង្សាលើស្ត្រីផ្លូវភេទជីវកម្មការជួញដូរមនុស្សឬក៏ពលករចំណាក់ស្រុកជាដើមនេះឯងបាទហើយអ្វីដែលជារឿងនៃការប្រកាន់ភ្ជាប់របស់កម្ពុជាគឺប្រពៃណីខ្មែរទី1គឺសម័យខ្លួនជាប្អូនស្រីមិនអាចយកលបែងថាគេមកចាប់រំលោភបំពានលើរូបរាងកាយជាពិសេសគឺព្រហ្មចារីរបស់ប្អូនបានជាដាច់ខាតហើយកម្ពុជារឹតតែមិនមានគោលការណ៍នៃការបង្កើតមាតិកាคล้ายៗហើយដែលជាមាតិកាវប្បធម៌ប្រពៃណីរបស់ខ្មែរដើម្បីធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរកុមារីខ្មែរនោះឡើយវាមានតែក្រមជ្រុលនិយមរបស់ថៃវាមានតែក្រមបណ្ដាញសង្គមរបស់ថៃនោះទេដែលតែងតែបង្កើតនៅមាតិកាคล้ายបំភ្លៃការពិតនិងលាបពណ៌មកលើប្រជាជនកម្ពុជាមកលើកិត្តិយសរបស់កម្ពុជាមកលើភាពពិតប្រាកដនៃកម្ពុជារួមទាំងមូលបង្កាច់ទៅលើបណ្ដាប្រទេសមួយចំនួនទៀតផងដែលចូលមកស្វែងរកយុត្តិធម៌សន្តិភាពឲ្យកម្ពុជាយើងចង់បញ្ជាក់ត្រឡប់ទៅវិញថាការពិតវានឹងបង្ហាញនៅពេលបន្តិចទៀតនេះហើយអ្វីដែលខិតខំបំភ្លៃថាការផ្សព្វផ្សាយអំពីករណីកងកម្លាំងប្រដាប់អាវុធរបស់ថៃដែលបំបែកក្រុមពលករខ្មែរចេញជាពីរក្រុមគឺប្អូនស្រីទៅតែម្នាក់ឯងហើយបង្ខំចាប់រំលោភបោកចំនួន7នាក់នោះវានឹងបង្ហាញនៅពេលដ៏ខ្លីខាងមុខនេះហើយជាថ្មីម្ដងទៀតសូមឲ្យទទួលយកនៅការពិតនេះជាបន្ទាន់ហើយសមត្ថកិច្ចរបស់ថៃត្រូវតែស្វែងរកក្របួចកជនទាំង7នាក់នោះរួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតយកមកដន្ទាទោសជាដាច់ខាតនិងប្រកាសជាសាធារណៈបាទបើសិនជាថៃចង់បង្ហាញភាពស្អាតស្អំនិងបង្ហាញថាប្រទេសមានវប្បធម៌និងការទទួលខុសត្រូវហើយមួយទៀតភស្តុតាងវាអាចនឹងមានច្រើននៅលើដែនដីរបស់ថៃដែលមានតាំងពីស្ថានភាពជាក់ស្ដែងមានតាំងពីអ្នកដែលរួមកិច្ចការងារនៅទីនោះមានតាំងពីអាចកាមេរ៉ាឬក៏ផ្កាយរណបដែលខ្លួនបានដាក់ជាដើមហោហែនានាអ្វីដែលជាការមិនលំបាកគឺឆន្ទៈនៅក្នុងការស្វែងរកការពិតមិនមែនជាការកេងវេះមិនមែនជាការមូលបង្កាច់ការពិតចេញពីកម្ពុជានោះទេបាទ